Episode 4 ទុកចន់លើទុកសួស្តីបងប្អូនទាំងអស់គ្នាអរគុណច្រើនណាស់ដែលបានបន្តស្ដាប់និងគាំទ្ររឿងរ៉ាវជីវិតរបស់ខ្ញុំមកដល់ Episode នេះបន្ទាប់ពីមិនមានអ្នកជួយមើលថែនិងបង្រៀនកូនតាមអនឡាញខ្ញុំបានសម្រេចចិត្តយកកូនទៅរស់នៅស្រុកវិញវាជាការសម្រេចចិត្តដ៏ឈឺចាប់មួយប៉ុន្តែខ្ញុំគិតថាវាអាចជាជម្រើសល្អសម្រាប់អនាគតកូនតែរឿងដែលខ្ញុំមិននឹកស្មានដល់ស្រាប់តែគ្រួសារដ៏តូចរបស់ខ្ញុំជួបប្រទះនឹងវិបត្តិហិរញ្ញវត្ថុមួយទៀតនេះពិតជាទុកចន់លើទុកមែនទែនបាយពីកូនជាទីស្រឡាញ់ហើយខ្ញុំមិនមានលុយបង់ថ្លៃសាលាឲ្យកូនច្បងមិនត្រឹមតែប៉ុណ្ណោះថ្លៃផ្ទះដែលខ្ញុំរស់នៅក៏មិនមានលុយបង់ដែរនៅពេលនោះមានតែខ្ញុំម្នាក់ឯងប៉ុណ្ណោះដែលត្រូវប្រឈមមុខនឹងដោះស្រាយបញ្ហាទាំងអស់នេះខ្ញុំមិនបានសុំជំនួយពីឪពុកម្ដាយឬបងប្អូនទេព្រោះនៅក្នុងចិត្តខ្ញុំតែងតែគិតថាខ្ញុំធ្វើបានទាំងអួលណែនចិត្តខ្ញុំបានសម្រេចចិត្តធ្វើរឿងមួយដ៏ឈឺចាប់ខ្លាំងណាស់នោះគឺសម្រេចចិត្តដាក់លក់ផ្ទះដែលខ្ញុំកំពុងរស់នៅជាមួយកូនប្រុសច្បងផ្ទះដែលមានអនុស្សាវរីយ៍ពេញទៅដោយទឹកភ្នែកនិងស្នាមញញឹមតែគ្រប់យ៉ាងមិនងាយស្រួលដូចដែលខ្ញុំគិតទេលក់ផ្ទះមិនមែនដូចលក់ម៉ូតូឬលក់ឡានឡើយជាពិសេសនៅក្នុងសម័យ COVID ពិបាករកអ្នកទិញខ្លាំងណាស់ពេលផ្ទះលក់មិនចេញលុយក៏មិនមានសម្រាប់ចំណាយគ្រប់គ្រាន់ខ្ញុំចាប់ផ្ដើមខ្ចីមិត្តភ័ក្តិមុខក្រោយបំណុលកាន់តែច្រើនឡើងនៅពេលនោះខ្ញុំចាប់ផ្ដើមភ័យបាត់បង់ទំនុកចិត្តលើខ្លួនឯងថ្ងៃណាក៏មិនសប្បាយចិត្តគេងក៏មិនលក់មួយថ្ងៃខ្ញុំតែងតែគិតរកវិធីដើម្បីដោះស្រាយបញ្ហាតែគិតយ៉ាងណាក៏ដោយរកមិនឃើញផ្លូវចេញសោះនៅពេលនោះផែនដីហាក់ដូចជាប្រែងងឹតអស់ហើយតែបើបងប្អូនដឹងទេនៅពេលដែលខ្ញុំគិតថាខ្ញុំទៅមុខមិនរួចទៀតនោះហើយជាពេលដែលព្រះចាប់ផ្ដើមធ្វើការព្រះមិនបានទុកខ្ញុំចោលទេព្រះអង្គបានហៅខ្ញុំក្នុងពេលដែលខ្ញុំខ្សោយបំផុតហើយចាប់ពីពេលនោះទៅដំណោះស្រាយក៏ចាប់ផ្ដើមកាត់ឡើងម្ដងមួយEpisode 5ខ្ញុំនឹងប្រាប់បងប្អូនទាំងអស់គ្នាថាតើព្រះបានជួយខ្ញុំដោយរបៀបណាសូមអរគុណដែលបានស្ដាប់រឿងរ៉ាវជីវិតរបស់ខ្ញុំរហូតមកដល់ទីនេះបើបងប្អូនធ្លាប់ឆ្លងកាត់ពេលវេលាលំបាកដូចខ្ញុំសូម comment ចែករំលែកអារម្មណ៍របស់បងប្អូនកុំភ្លេច like subscribe share ដើម្បីគាំទ្រ channel និងជួយឲ្យរឿងរ៉ាវជីវិតពិតៗនេះទៅដល់អ្នកកំពុងត្រូវការកម្លាំងចិត្តសូមអរគុណ